ជំរាបសួរថ្ងៃនេះនាងខ្ញុំនឹងចែករំលែកអំពីប្រធានបទមួយគឺ return ជាមួយនឹង risk return គឺជាផលដែលទទួលបានអំពីការវិនិយោគរបស់យើងហើយទី2គឺជាហានិភ័យភ្ជាប់មកជាមួយនៃត្រកសកម្មដែលយើងបានវិនិយោគអញ្ចឹងថាតើផលដែលទទួលបានអំពីការវិនិយោគនិងហានិភ័យដែលត្រកសកម្មដែលយើងបានវិនិយោគនេះថាតើមានទំនាក់ទំនងយ៉ាងណាគឺមានបញ្ជាក់នៅក្នុងការ plot data ដែលនៅលើ graph នេះជាក់ស្ដែងតែម្ដងអញ្ចឹង graph នេះគឺជាទិន្នន័យជាសន្ទុះនៃផលដែលទទួលបានអំពីការវិនិយោគទៅលើទីផ្សារមូលធនរបស់សហរដ្ឋអាមេរិកពីឆ្នាំ1926រហូតដល់ឆ្នាំ2018បើយើងគិតទៅគឺរយៈពេល93ឆ្នាំវាជិត1សតវត្សហើយជួរឈើនេះគឺជាសន្ទុះនៃផលនៃទទួលបានអំពីការវិនិយោគដែលហៅថា return ហ្នឹងគឺគិតជាសាច់ប្រាក់ហើយជួរដេកគឺជារយៈពេលនៃការវិនិយោគអញ្ចឹងផលដែលទទួលបានអំពីការវិនិយោគក៏មានកត្តាពីរធំដែលអាចជះឥទ្ធិពលទៅលើផលដែលទទួលបានអំពីការវិនិយោគនោះគឺទី1អំពីពេលវេលាដែលហៅថា timing នៃការធ្វើវិនិយោគរបស់យើងហ្នឹងហើយទី2គឺហានិភ័យជាប់ជាមួយនៃទ្រព្យសកម្មដែលយើងបានធ្វើវិនិយោគចឹងទ្រព្យសកម្មនៃការធ្វើវិនិយោគរបស់យើងហ្នឹងវាអាចកើតឡើងនៅហានិភ័យផ្សេងៗគ្នាឧទាហរណ៍ថាយើងវិនិយោគទៅលើទីផ្សារភាគហ៊ុនក៏ដូចជាការវិនិយោគទៅលើទីផ្សារសញ្ញាបត្រគឺហានិភ័យទាំងពីរនេះគឺមិនដូចគ្នាទេពីមួយទៅមួយរយៈពេលវែងរយៈពេលខ្លីក៏មានហានិភ័យភ្ជាប់មកជាមួយនឹងផ្សេងគ្នាដែរអញ្ចឹងដូចនៅក្នុង graph នេះផងដែរគេយក$1គឺជា baseline គឺជា goal មានន័យថាប្រសិនបើយើងវិនិយោគ$1ទៅលើទ្រព្យសកម្មទាំងអស់នេះមាន US Treasury Bill Treasury Bill រយៈពេលខ្លីសញ្ញាបត្ររបស់រដ្ឋាភិបាលរយៈពេលវែង Long Term Government Bond យើងយក$1ទៅវិនិយោគទៅលើទីផ្សារមូលធនរបស់សហរដ្ឋអាមេរិកដែលក្រុមហ៊ុនធំបានបោះឬក៏យើងយក$1យកទៅវិនិយោគទៅលើទីផ្សារភាគហ៊ុនដែលក្រុមហ៊ុនតូចបោះហ្នឹងហើយអញ្ចឹង$ដូចគ្នាក្នុងរយៈពេល93ឆ្នាំដូចគ្នា return គឺប៉ុណ្ណាចឹងយើងមើលឃើញនៅក្នុង graph ហើយប៉ុន្តែទន្ទឹមនេះក៏យើងឃើញមួយដែរគឺដែលគេ plot data ពាក់ព័ន្ធជាមួយ inflation ចឹងអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំក៏មានការកើនឡើងដែរចឹងមានការរយៈពេល93ឆ្នាំគឺអតិផរណាពី$1ឥឡូវបច្ចុប្បន្នមានតម្លៃ$14អញ្ចឹងបើយើងមើលឃើញយើងដកគ្នាទៅយើងមើលឃើញថាតើវាកើនឡើងប្រមាណភាគរយ inflation ហ្នឹងយើងយក14.02នេះយើងទៅដកជាមួយនឹង$1ចែកនឹង$1គុណនឹង100ទៅយើងឃើញចំនួនភាគរយតើវាកើនឡើងប្រមាណភាគរយអញ្ចឹងដូចគ្នាទៅលើការវិនិយោគផងដែរគឺtrade ទី2នេះគឺពណ៌ក្រហមនេះគឺសំដៅទៅលើការវិនិយោគទៅលើ Treasury Bill រយៈពេលខ្លីនេះយើងមើលឃើញថា trend របស់វាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែរប៉ុន្តែវា smooth វាអត់សូវមាន fluctuate ទេវាអត់មានតម្លៃរបស់វាអត់សូវឡើងចុះទេអញ្ចឹងពីឆ្នាំ1926មាន$1បច្ចុប្បន្នឆ្នាំ2018គឺតម្លៃ$21.17បើយើងមើលទៅលើ$1ដូចគ្នាបើសិនជាយើង invest ទៅលើ government bond រយៈពេលវែងគឺរយៈពេល93ឆ្នាំតម្លៃreturn របស់វាគឺទទួលបាន$141.92ប៉ុ
ប៉ុន្តែបើសិនជាយើងយក$1នឹងដូចគ្នាយកទៅវិនិយោគទៅលើទីផ្សារហិរញ្ញវត្ថុlarge capital stock របស់សហរដ្ឋអាមេរិកយើងមើលឃើញថា93ឆ្នាំវាឡើងដល់ return របស់យើងបានទៅដល់$7,030.31ហើយណោះដូចគ្នាដែរយើង$1នៅឆ្នាំ1926បើសិនជាយើង invest ទៅលើទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនទូចៗនៅសហរដ្ឋអាមេរិកហ្នឹងគឺវាកើនឡើងទៅដល់$32,645គឺជាផលដែលទទួលបានអំពីការវិនិយោគរយៈពេល93ឆ្នាំជាងយើងមើលឃើញថាមានការប្រែប្រួលខ្លាំងមែនតើពីមួយឆ្នាំទៅមួយឆ្នាំហើយបើប្រៀបធៀបជាមួយនឹងទ្រព្យសកម្មដែលយើងបានវិនិយោគនឹងផ្សេងគ្នាយើងឃើញថា return ក៏មិនដូចគ្នាដែរបើយើង invest ទៅលើ bond ទៅយើងបានតែប៉ុណ្្នេះទេតែបើយើងទៅ invest ទៅលើ stock ទៅយើងបាន return ប៉ុណ្ណោះអញ្ចឹងមានន័យថា different class of asset វាមានហានិភ័យភ្ជាប់ជាមួយនឹងផ្សេងគ្នាហើយ return ក៏ផ្សេងគ្នាដែរចាអញ្ចឹងសរុបមកវិញគឺផលដែលទទួលបានអំពីការវិនិយោគគឺវាសំខាន់ណាស់ដែលយើងត្រូវគិតអំពី timing ដែលជាកត្តាដែលជះឥទ្ធិពលទៅដល់ផលនៃទទួលបាននៃការវិនិយោគរបស់យើងហើយទី2គឺហានិភ័យរបស់ទ្រព្យសកម្មដែលយើងបានវិនិយោគនឹងមួយហើយយើងមើលឃើញហើយនៅក្នុង graph នេះឧទាហរណ៍ណាគឺយើងអាចសរុបបានថាបើសិនជាយើង invest នៅលើ stock វាមានហានិភ័យច្រើនជាងហើយក៏ទទួលបាន return ច្រើនជាងអញ្ចឹង high risk high return រយៈពេលកាន់តែយូរគឺ return ដែលទទួលបានអំពីការវិនិយោគនោះក៏ច្រើនដែរបើប្រៀបធៀបជាមួយនឹងinitial កន្លែងនេះគឺសំដៅទៅលើការវិនិយោគនៅឆ្នាំ1926ណាចាហើយឥឡូវឆ្នាំ2018យើងឃើញថាវាកើនឡើងខ្លាំងហើយកើនឡើងប្រមាណភាគរយយើងអាចយកមកដកគ្នាមកយកថ្លៃបច្ចុប្បន្នហ្នឹងយកទៅដក$1មើលហើយនឹងចែក$1ទៅយើងឃើញថាវាកើនឡើងខ្លាំងមែនតើវាកើនឡើងប្រហែលវាកើនឡើង32.44%គឺវាច្រើនខ្លាំងមែនតើអញ្ចឹងអានេះរយៈពេល93ឆ្នាំអញ្ចឹងជាក់ស្ដែងបើសិនជាយើង invest ទៅលើទ្រព្យសកម្មរយៈពេលយ៉ាងច្រើនដូចឧទាហរណ៍ថា5ឆ្នាំ6ឆ្នាំក៏យើងអាចឃើញ upward trend ចាអញ្ចឹងនេះជាការសរុបមកវិញអំពី return ដែលវាមានទំនាក់ទំនងជាមួយនឹងហានិភ័យរបស់ asset class នីមួយៗក៏ដូចជាពេលវេលាសូមអរគុណជួបគ្នានៅlecture បន្តទៀត